កុំទិញមានខូនមុននឹងអ្នកទាំងអស់គ្នាដឹងចំណុចទាំងអស់នេះព្រោះភេទពណ៌និងម្រាមជើងអាចធ្វើឲ្យតម្លៃខុសគ្នាតែវាមិនមែនជាចំណុចតែមួយដែលកំណត់គុណភាពនោះទេហេតុអ្វីបានជាឆ្មាពណ៌ទឹកក្រូចមានតម្លៃថ្លៃជាងពណ៌ត្នោតពណ៌ទឹកក្រូចជាពណ៌ដែលមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងជាពណ៌ដែលអ្នកជឿលហុងស៊ុយចង់ចិញ្ចឹមនៅក្នុងផ្ទះបំផុតចំណែកឆ្មាពណ៌ត្នោតពណ៌នេះស្អាតមានឆ្នូតច្បាស់មើលទៅធម្មជាតិនិងមានភាពអង់អាចបើមាននៅក្នុងផ្ទះគឺអំណាចខ្លាំងទៀតគឺហេតុអ្វីបានជាមានខូនញីមានតម្លៃថោកជាងឈ្មោលការពិតមិនមែនមានន័យថាឆ្មាញីគុណភាពទាបជាងឈ្មោលនោះទេមូលហេតុនោះគឺតម្រូវការទីផ្សារទំហំរាងកាយរូបរាងពេលដែលឆ្មានឹងធំឡើងឈ្មោលភាគច្រើនធំជាងញីមានរាងធំឆ្អឹងធំមុខធំនិងកន្ទុយធំមើលទៅវាមានអំណាចជាងចំណែកឆ្មាញីវាមានរូបរាងតូចជាងបន្តិចវាមានមុខមាត់ស្រស់ស្អាតទន់ភ្លន់និងងាយស្រួលចិញ្ចឹមដូចឆ្មាឈ្មោលដូចគ្នាហើយចំណុចមួយទៀតនោះគឺហេតុអ្វីបានជាមានខូនមានម្រាម6មានតម្លៃថ្លៃជាងមានខូនមានម្រាមធម្មតានោះគឺដោយសារតែភាពកម្ររបស់វាផងដែរនិងភាពពិសេសរបស់ឆ្មាម្រាម6គឺជាឆ្មាដែលមានលក្ខណៈពិសេសនិងការបង្កាត់ពូជអីគឺមានគុណភាពច្បាស់លាស់និងការជ្រើសរើសឪពុកម្ដាយអីយ៉ាងប្រុងប្រយ័ត្នដើម្បីរក្សាទាំងសុខភាពរូបរាងនិងពេលដែលឆ្មាកើតមកគឺវាមានម្រាមដូចឪពុកម្ដាយសម្រាប់ព័ត៌មានបន្ថែមបើអ្នកទាំងអស់គ្នាចង់ដឹងពីការជ្រើសរើសឆ្មាឲ្យបានត្រឹមត្រូវសម្រាប់យកមកចិញ្ចឹមនៅក្នុងផ្ទះអ្នកទាំងអស់គ្នាអាច comment ឬក៏ឆាតចូល page យើងផ្ទាល់បាន